ជំរាបសួរពុកម៉ែបងប្អូនបាទស្វាគមន៍សាជាថ្មីមកកាន់គ្រឿងលក់រថយន្តបាទ Bonsai Auto បងប្អូនបាទថ្ងៃនេះយើងមានស្តុកថ្មីទៀតហើយបងប្អូនបាទអានេះជាប្រភេទ Corolla 96បងប្អូនណាខាងយើងខ្ញុំកំពុងតែរៀបចំធ្វើការសម្អាតវាបងប្អូនបាទសាច់ម៉ាស៊ីនសាច់អីនៅស្អាតណាបងប្អូនឡាននេះចាស់តែឆ្នាំទេបងប្អូនហើយនេះជាប្រភេទ Corolla ហ្នឹងគឺវាស៊ីណាការមុនស៊ីឡានពួកប្រភេទហ្នឹងបងប្អូនមកដល់ឥឡូវក៏នៅតែគេប្រាស់ដែរបងប្អូនបាទអញ្ចឹងវាស៊ីសាំងតិចអញ្ចឹងបានខ្មែរយើងយំប្រើវាអញ្ចឹងបងប្អូនតើបងប្អូនមើលលេងតិចសិនណាបងប្អូនចាំបន្តិចដែលខ្ញុំតែពេលជំរាបចំសម្អាតហើយអញ្ចឹងវាមាននៅចុងវីដេអូវាមានវីដេអូសម្អាតហើយអញ្ចឹងតើវាស្អាតដល់ប៉ុណ្ណាបងប្អូនណាបាទនេះជាផ្នែកខាងក្រោយរបស់វាយើងកំពុងតែប៉ូលាប៉ូអីវាបងប្អូនណាទឹកថ្នាំវាបងប្អូនវាមិនបានស៊ីនទាំងអស់ទេបងប្អូនបាទយើងជួសយើងអីខ្លះហើយព្រោះឡាននឹងវាចាស់ឆ្នាំដែរហើយបងប្អូនបាទប៉ុន្តែវាអត់ពុកអត់អីទេបាទបាតក្រោមបាត់អីវានៅស្អាតបងប្អូនបាទសំរុំបាទហើយតម្លៃឡាននេះបងប្អូនវាធូរថ្លៃដែរទេបងប្អូនបាទចាំចុងវីដេអូខ្ញុំប្រាប់តម្លៃវាបងប្អូនណាបាទតើបងប្អូនមើលខាងក្នុងវាបន្តិចបាទអានេះខាងក្នុងវាជាប្រភេទក្នុងលឿងបងប្អូនណាបាទមានដេអញ្ចាំងដេអីហើយស្អាតស្រេចទៀតបងប្អូនបាទអត់មានចាំបាច់រៀបចំច្រើនដែរបងប្អូនឡាននេះជិះទិញទៅយកទៅប្រើតែម្ដងបងប្អូនបាទនៅពងសវត្ថិភាពនៅអីរបស់វាមកកំ pl េរបស់វាអត់ទាន់ផ្ទុះពងទៅអីទេបាទការញ៉ៃលើវាក៏ទៅស្អាតបងប្អូនបាទនេះខាងកៅអីគេនឹងវាច្រកស្បែកច្រកអីហើយស្រេចទៀតបងប្អូនណាអត់ចាំបាច់រៀបចំទៀតទេបងប្អូនទិញយកប្រើទៅណាអានេះឆ្នាំវា96ពេញមកបងប្អូនណាអត់95កៅអីទេណាឆ្នាំផលិតវា96ពេញហ្មងតើបងប្អូនមើលផ្នែកខាងក្រោយរបស់វាបាទផ្នែកខាងក្រោយរបស់វាបងប្អូនបាទក៏នៅស្អាតដែរបាទអញ្ចាំងក៏ដេដូចគ្នាបាទមកឈុតរបស់វាតែម្ដងបងប្អូនបាទមើលកៅអីខាងក្រោយវាបាទនៅស្រស់ស្អាតបងប្អូនបាទមកសមរម្យប្រើបងប្អូនបាទលេខកូដចំហៀងរបស់វានៅទាំងអស់បងប្អូនបាទនិយាយទៅឡាននេះវាអត់បុកអត់ជុលអីទេបងប្អូនបាទនេះវីដេអូនេះមួយនេះយើងរៀបចំហើយយើងប៉ូលីហើយបងប្អូនបាទមើលបាទស្រស់ស្អាតមែនទេបងប្អូនបាទគួរសមបងប្អូនបាទហើយតម្លៃវាបងប្អូនបាទតម្លៃវាបាទចាំខ្ញុំជម្រាបជូនបងប្អូនបាទវាធូរថ្លៃមែនទេបងប្អូនបាទអានេះវាខ្ទង់តម្លៃវាតែ 3000 ជាងទេបងប្អូនចឹងអាចចរចាតម្លៃគ្នាបានបាទចឹងបងប្អូនចាប់អារម្មណ៍បាទចាប់អារម្មណ៍មកអញ្ជើញមកមើលនឹងឃ្លាំងបានបងប្អូនបាទឃ្លាំង Bonsai Auto បាទទីតាំងឃ្លាំងយើងនៅខាងលិចវងមូលស្វាយធំបាទចម្ងាយតែ200ម៉ែត្រទេបងប្អូនបាទហើយជាក់ជូនបងប្អូនបន្តិចបងប្អូនសបកកង់វានឹងថ្មីមកគូបណ្ដោយថ្មីខាងមុខមកគូបាទខាងក្រោយនៅគួរសមបាទព្រោះយើងទៅម្ដូរហើយទេខាងមុខវាបាទខាងមុខវាក៏មានគុជអាទូចមួយយើងលេងដែរបងប្អូនណាឡាននេះបាទចង្គៀងវានៅភ្លឺស្រស់ស្អាតបងប្អូនបាទគួរសមយកឡើងនៅបើកបានភ្លឺបានបងប្អូនណាបាទគួរសមឡាននេះបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណបងប្អូនបាទសម្រាប់ការតាមដានទស្សនានៃវីដេអូនេះបងប្អូនបាទជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនបាទ